ជំរាបសួរគឺអ្នកគ្រូដែលជាគ្រូបន្ទប់ថ្នាក់បាទថ្ងៃនេះខ្ញុំសូមបង្ហាញអំពីវិធីជួយសម្រួលដល់លោកគ្រូអ្នកគ្រូដែលជាគ្រូបន្ទប់ថ្នាក់បាទក្នុងការទាញយកបាទទាញយកទិន្នន័យព័ត៌មានតាមថ្នាក់នីមួយៗរបស់លោកគ្រូអ្នកគ្រូបាទអញ្ចឹងទិន្នន័យទី1គឺយើងអាចកំណត់រក ABC បានសម្រាប់ថ្នាក់របស់លោកគ្រូអ្នកគ្រូនីមួយៗនៅពេលដែលប្រជុំអ្នកគ្រូអាចទាញយកទិន្នន័យហ្នឹងដែលយើងហៅថា chip report ឬក៏ PPC1 អញ្ចឹងលោកគ្រូអ្នកគ្រូអាចទាញយកអាហ្នឹងដើម្បីធ្វើជារបាយការណ៍នៅពេលដែលប្រជុំបាទអញ្ចឹងការទាញទិន្នន័យសម្រាប់បន្ទុកថ្នាក់នីមួយៗបានអាស្រ័យលើបាទលោកគ្រូអ្នកគ្រូបញ្ចូលពិន្ទុនៅក្នុងគម្រោង chip យើងបានរួចរាល់បាទឥឡូវខ្ញុំធ្វើការបង្ហាញចំណុច3បាទទី1គឺchip report ឬក៏ PPC1 ឬក៏ទាញរកចំនួន EBC ទី2គឺ student visa list ហ្នឹងមានន័យថាលោកគ្រូអ្នកគ្រូអាចទាញយកលទ្ធផលជាពិន្ទុតាមមុខវិជ្ជាមួយបាទស្តៀងនឹងតារាងលទ្ធផលពិន្ទុដែរទី3គឺតារាងកិត្តិយសបាទតារាងកិត្តិយសលោកគ្រូអ្នកគ្រូអាចទាញហើយ print ទៅអាចយកឲ្យលោកនាយករដ្ឋបាលគាត់វាត្រាបានបាទឥឡូវខ្ញុំសូមធ្វើការបង្ហាញដូចតទៅបាទគឺលោកគ្រូអ្នកគ្រូចូលនៅក្នុង link បញ្ចូលពិន្ទុរបស់គម្រោង chip របស់យើងគឺវាចេញតម្រងបែបហ្នឹងបាទលោកគ្រូអ្នកគ្រូចូលកន្លែង chip report បាទកន្លែង chip report នេះខ្ញុំឧទាហរណ៍ថាខែឧសភាលោកគ្រូអ្នកគ្រូជ្រើសរើសចឹងមកបាទមានហើយថ្នាក់ទីបាទគឺយកកម្រិតថ្នាក់ទីឧទាហរណ៍12A បាទចឹងក្នុងករណីនេះខ្ញុំចង់បាន ABC តាមមុខវិជ្ជាបាទដោយគិតចំនួនអត់គិតភាគរយទេបាទគិតជាចំនួនបាទយើងចុចច្រោះរបៀបនេះមកបាទចឹងយើងឃើញ A មានស្រី A8 ឧទាហរណ៍ខ្មែរ A8 ស្រី5 B តាមដោយចឹងមកបាទចឹងទិន្នន័យគឺវាទាញកណនី EBC ឲ្យយើងហើយទាំងអស់ចឹងលោកគ្រូអ្នកគ្រូអាចយកវាធ្វើជាផែនការបានផែនការសម្រាប់គឺមុខវិជ្ជាមួយហ្នឹងក៏អាចយកទិន្នន័យពីហ្នឹងហើយបំពេញនៅក្នុងផែនការគាត់បានចឹងលោកគ្រូអ្នកគ្រូអាច print នេះទៅនេះបានឬក៏យើងអាច save បានបាទ save បាននេះបាទយើងអាច save ក៏បានយើងអាច print ក៏បានដែរយកទៅធ្វើផែនការបាទចំណុចនឹងមួយបាទមួយវិញទៀតគឺstudent visa list បាទករណីនេះលោកគ្រូអ្នកគ្រូឧទាហរណ៍នេះខ្ញុំកំណត់និទេសបាទសម្រាប់ថ្នាក់ទី 12A មានលទ្ធផលរបៀបហ្នឹងមកបាទអញ្ចឹងមានសរសេរតាមអានតែងសេចក្តីល្បឿនអំណាចភាសាខ្មែរនេះវាមានជា ABC បាទគឺលោកគ្រូឃើញណាមាន ABC ទាំងអស់ចេះតែនេះកាលពីនិទេសក៏យើងអាចឲ្យវាចេញជាលទ្ធផលពិន្ទុបានដែរបាទយើងគ្រាន់តែដូរទៅនឹងមកគឺវាច្រោះឲ្យយើងហើយបាទនេះចេញជាពិន្ទុអីចឹងមកបាទមានអានេះផលធៀបអីទេអត់អីទេប៉ុន្តែអានេះមានពិន្ទុបាទគឺអ្នកគ្រូចង់បាន EBC ក៏បានបាទគ្រូចង់បាន EBC ក៏បានចានេះលទ្ធផលជានិទេសអញ្ចឹងអ្នកគ្រូអាចច្រោះទៅនឹងបានអញ្ចឹងមកអត់ទៅនេះយើងឃើញថាវាសល់វាមានគឺបន្ទុកថ្នាក់ប្រធានកូដបឋមនិយោគអញ្ចឹងគឺបើសល់គឺចុចឲ្យកន្លែងហ្នឹងមកបាទយកពាក្យថា OK គឺអត្ថប្រយោជន៍វាគឺវាកាត់អាកន្លែងកឡូនតនេងចោលបាទទួនាទីហើយលោកគ្រូ print ធម្មតាឬក៏ save ជា PDF បានធម្មតាបាទចឹងតំណឹងគឺអាចយកទៅបិទផ្សាយបានដែរបាទចេញជានិទេស ABC យើងចង់រកអីវាស្រួលបាទមួយទៀតគឺតារាងកិត្តិយសបាទតារាងកិត្តិយសនេះបាទខ្ញុំឧទាហរណ៍ 12A ដែរតែនេះជាគឺខែមកឧទាហរណ៍ទី 12A បាទអញ្ចឹងតានេះតារាងកិត្តិយសយើងមានជាគឺអាច print មកបាទ print មកនេះតារាងកិត្តិយសយើងមានហើយនេះបាទអញ្ចឹងមានប៉ុណ្ណឹងយើង print មក EBC បាទចំណាត់ថ្នាក់រួមបាទចប់អញ្ចឹងចុងក្រោយមានគឺបន្ទុកថ្នាក់ហើយនាយកគឺវាត្រាំងបាទតែនេះគឺពេញវាមកបាទថ្ងៃទីប្រហែលអីប្រហែលចុងខែរបស់យើងមក EBC វាកណនីឲ្យស្រេចហើយមួយវិញទៀតគឺតារាងកិត្តិយសនេះគឺយើងអាច print បានបិទបានជាបានបិទបានបាទគឺលទ្ធផលគឺវាដូចគ្នាទេបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងសម្រាប់លោកគ្រូអ្នកគ្រូដើម្បី print នៅលទ្ធផលងាយស្រួលអត់បាក់បបោពី3ដងបញ្ចូលទៅពិន្ទុម្ដងហើយអាចទាញយកបានបាទគឺមានលក្ខណៈងាយស្រួលសម្រាប់លោកគ្រូអ្នកគ្រូបាទសូមអរគុណ